đây ởក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីការ generate price label ដែលមុខងារ price label គឺយើងបង្កើតឡើងសម្រាប់ធ្វើការបង្កើតទៅលើ label បិទតំណែងផ្សេងៗតាក់ទងជាមួយនឹង label បិទផ្លាកទៅលើតម្លៃតំណែងនិងភ្ជាប់ជាមួយនឹងការធ្វើការ print label ជាមួយនឹង promotion ហើយសម្រាប់ការ generate price label នឹងដែរគឺយើងមាន4ប្រភេទផ្សេងគ្នាគឺយើងមាន price label price tag with discount និងជាមួយនឹងចុងក្រោយគឺ promotion label អញ្ចឹងខ្ញុំសូមធ្វើការបង្ហាញនៅក្នុង system ផ្ទាល់អូខេអញ្ចឹងដើម្បីធ្វើការបង្កើតទៅលើ price label បានឬក៏ដើម្បីចូលទៅមុខងារ generate price label បានសូមចូលទៅកាន់ product បន្ទាប់មកយើងចុចទៅលើពាក្យថា generate price label ចឹងដើម្បីដែលយើងចូលមកដល់គឺយើងនឹងមានប្រភេទ tab ដែលដូចខ្ញុំបានបញ្ជាក់នៅខាងមុខគឺមាន4មាន price label price tag price tag with special discount និង promotion អញ្ចឹងមុននឹងធ្វើការ generate price label ខ្ញុំសូមធ្វើការបង្ហាញជាមួយនឹងករណីដែលយើងអាច filter បានសិននៅក្នុងការ generate price label គឺយើងអាចធ្វើការ filter ចេញពី personal item list filter ចេញពី purchase transaction ណាមួយដែលយើងចង់យកតំណែងនឹងមក print filter តាម category តាម brand តាមតំណែងហើយនិងតាមរង្វាស់ខ្នាតអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការ filter បានច្រើនក៏បានម្ដងមួយក៏បានអញ្ចឹងបើសិនបើយើងចង់បានម្ដងមួយយើងអាចហៅតំណែងណាមួយដែលយើងចង់ print យកមកធ្វើការបង្កើតជា label តែម្ដងអញ្ចឹងនៅក្នុងនេះខ្ញុំសូមឧទាហរណ៍ទៅលើករណីខ្ញុំមាន personal item list ដែលមានរៀបរាប់ខាងក្នុងនឹងស្រាប់អញ្ចឹងយើង select ទៅលើ item list ហ្នឹងហើយធ្វើការ filter វានឹងលោបចេញទៅលើតំណែងដែលយើងអាចធ្វើការ print ចេញបានអញ្ចឹងបន្ទាប់មកយើងអាចធ្វើការ print ទៅលើព័ត៌មាននៅខាងក្រោមជាទម្រង់ print ដែលយើងមានស្រាប់ដូចគ្នាគឺយើងមាន customer label 1 label S2 ហើយនឹងទៅលើ show flag អញ្ចឹងខ្ញុំសូមធ្វើការ select ទៅលើប្រភេទ show flag បន្ទាប់មកយើងចុចទៅលើពាក្យ generate yes នឹងយើងនឹងទទួលបានទៅលើទម្រង់ label របស់យើងដែលជាទម្រង់មួយនេះហើយយើងអាចចុច print បានអញ្ចឹងកន្លែងនេះដែរគឺយើងអាចចុច print ទៅលើការ print ទៅលើ printer ជាមួយនឹង PDF បើសិនបើយើងចង់បានជា PDF yes អញ្ចឹងសម្រាប់ទម្រង់ទី1គឺបង្ហាញបែបហ្នឹងចំពោះទៅលើប្រភេទ price text មកវិញការប្រើប្រាស់គឺដូចគ្នាយើងគ្រាន់តែ select ទៅលើប្រភេទ price tag ហើយបើសិនបើខ្ញុំយកតាម personal item list ដែរខ្ញុំអាចធ្វើការ filter បានតែម្ដង yes អញ្ចឹងនៅពេលដែលយើងធ្វើការ filter យើងអាចរើសបានទៅលើទម្រង់ដែលយើងមានដូចគ្នាអញ្ចឹងខ្ញុំសូមយក continue fit ធម្មតាជាមួយនឹងខ្ញុំបន្ថែមជាមួយនឹងការបង្ហាញលើ description អញ្ចឹងprice label ជាមួយនឹង tag នេះគឺមានន័យថាជាការ generate barcode សម្រាប់បិទទៅលើតំណែងដែលអត់មាន barcode ឬក៏វា code barcode អីចឹងទៅអញ្ចឹងកន្លែងនេះគឺយើងអាចយកមក generate បានហើយយកទៅបិទជាមួយនឹងតំណែងដែលជាដបឬក៏ជាកាសបាទតាមទូទៅធម្មតាហើយវាមិនមែនជាការបង្ហាញតម្លៃទេអញ្ចឹង label មួយនេះអាចប្រើជាមួយនឹង item ផ្ទាល់ជាមួយនឹងចំណុចទី3គឺយើងមានទៅលើការបង្កើតជាមួយនឹង price tag with discount អញ្ចឹង price tag with discount នេះគឺយើងប្រើប្រាស់នៅពេលដែលមានករណីតំណែងណាមួយដែលវា short expire ហើយយើងចង់បានការបង្កើត barcode សម្រាប់តែបាញ់កូដលើតំណែងដែលមាន short expire ហ្នឹងទេអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំជាមួយនឹង personal item list ដូចគ្នាដែលមាន3 boot code មុនហ្នឹងហើយខ្ញុំ filter ចេញមកអញ្ចឹងនៅពេលដែលខ្ញុំ filter ចេញមកខ្ញុំអាចធ្វើការហៅជាមួយនឹងតម្លៃ discount ដែលខ្ញុំចង់កំណត់ខ្ញុំឧទាហរណ៍ថាបើសិនបើតំណែងនេះវាមានត្រឹមតែ2ដបទេដែលយើងត្រូវការបញ្ចុះតម្លៃហើយខ្ញុំអាចធ្វើការបញ្ចូលជាមួយនឹងតម្លៃបញ្ចុះកន្លែងនេះបានកន្លែងនេះយើងអាចហៅ type បានដូចគ្នាបើសិនបើយើងចង់ធ្វើការ discount ជា percentage amount ឬក៏កំណត់តម្លៃចុងក្រោយតែម្ដងក៏បានដូចគ្នាប៉ុន្តែខ្ញុំសូមយកតាម default គឺ percentage អញ្ចឹងឧទាហរណ៍ថាខ្ញុំចុះតម្លៃមក50% ទៅលើតំណែងដាច់ឈ្មោះមួយហ្នឹងហើយខ្ញុំមាន2ដបខ្ញុំដាក់2 quantity អញ្ចឹងមានន័យថាខ្ញុំធ្វើការ print barcode ទៅលើផ្ដាច់ឈ្មោះតែ2ដបទេមានន័យថាបើសិនជាបិទទៅលើតំណែងគឺបិទទៅលើតំណែងតែ2ដបដែរយើងប្រើជា short expire ហ្នឹងទេសម្រាប់ promote សម្រាប់តំណែងផ្សេងទៀតដែលដាច់ឈ្មោះដូចគ្នាដែលអត់ទាន់គេ expire នៅពេលដែលបាញ់ចេញគឺបាញ់ធម្មតា
តាមលេខកូដធម្មតាប៉ុន្តែតំណែង net discount នេះគឺយើងបាញ់លេខកូដដែលយើងអាច print ចេញពី label អញ្ចឹងខ្ញុំសូមឧទាហរណ៍ទៅលើតំណែងជួរទី1ទេហើយសូមធ្វើការ generate បង្ហាញជូនអញ្ចឹងនៅពេលដែលយើងធ្វើការ print ចេញមកយើងអាច print ទៅលើlabel មួយនេះដើម្បីបិទទៅលើតំណែង2ដបដែលយើងមានការ discount ហ្នឹងអញ្ចឹងនៅពេលដែលយកតំណែងមកបាញ់គឺត្រូវបាញ់លេខកូដចុងក្រោយដែលយើងបានធ្វើការកំណត់ discount រួចរាល់ប៉ុន្តែតំណែងដែលអត់មានការកំណត់ discount គឺយើងបាញ់លេខកូដធម្មតាវានឹងចេញតម្លៃធម្មតា yes អញ្ចឹងកន្លែងនេះគឺយើងអាចប្រើបានជាមួយនឹងលក្ខខណ្ឌ sort expire មួយទៀតទៅលើប្រភេទ price label promotion គឺយើងអាចហៅជាមួយនឹងតំណែងដែលមាន list promotion ស្រាប់ខ្ញុំសូមដកជាមួយនឹងការ filter នេះចេញដោយសារតែយើងយកពីតំណែងដែលមាន promotion ស្រាប់រួចរាល់អញ្ចឹងនៅពេលដែលយើង add តំណែងទៅលើ promotion រួចរាល់វានឹងហៅចេញតំណែងហ្នឹងមកខាងក្នុងហ្នឹងតែម្ដងទៅលើការ print ហ្នឹងអញ្ចឹងយើងអាចធ្វើការ print ចេញបានដោយយើងមានទម្រង់ទី1ទី2ដូចគ្នាហើយយើងចុច generate ហើយ print បានធម្មតានេះគឺជាគំរូដែលយើងមានស្រាប់អញ្ចឹងសម្រាប់ការដែលយើងធ្វើ manual ខ្ញុំមានប៉ុណ្ណឹងហើយវីដេអូទី2ខ្ញុំសូមបង្ហាញទៅលើការ import វិញម្ដង